ជំរាបសួរគ្រូនិងសួស្តីអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងនិយាយតាក់ទងទៅនឹងការបង្កើត user ថ្មីដំបូងយើងវាយ comment who am I ដើម្បីថាយើងចូលទៅក្នុង user មួយណាហើយមួយទៀតគឺ pwd ដើម្បីយើងដឹងថាយើងចូលនៅលើ category មួយណាហើយដើម្បីបង្កើត user បានយើងត្រូវវាយ comment sudo user add .om.s/bin/bus ហើយនឹងដាក់ឈ្មោះ user ដែលយើងចង់បង្កើតអញ្ចឹងខ្ញុំដាក់ user 01ហើយបន្តមកយើងវាយ command ls.l/home ដើម្បីដឹងថា Ubuntu server ហ្នឹងវាមាន user មែនហើយជាក់ស្ដែងយើងឃើញ user ដែលយើងទៅបង្កើតថ្មីមានឈ្មោះថា user 01ហើយដើម្បីចូល login user នឹងបានយើងត្រូវ set password វាជាមុនសិនហើយដើម្បី set password វាបានយើងត្រូវវាយ command sudo passwd ហើយនឹងឈ្មោះ userហើយបន្តមកខ្ញុំ set password វាដាក់123ហើយនឹង retry password ម្ដងទៀតគឺ123ដដែលចឹងគឺយើង password ហ្នឹងយើង set up successfully ហើយបន្ទាប់មកយើងធ្វើការ sweep user ហ្នឹងទៅ user 01ចឹងយើងវាយ command su ដកហើយនឹងឈ្មោះ user ដែលយើងចូលហ្នឹងគឺ user 01ហើយនឹងបញ្ចូល password ដែលយើង set up មិញហ្នឹង123ហើយបន្តមកយើងវាយ command who am I យើងឃើញហើយ user 01ហ្នឹងដែលយើងបានបង្កើតមិញហ្នឹងហើយ wd នេះយើងឃើញហើយhome user 01ហើយបន្តមកយើងធ្វើការបង្កើត folder ចូលទៅក្នុង user 01ហ្នឹងគឺយើងវាយ command mkdir ហើយបន្តមកឈ្មោះ folder ដែលយើងចង់បង្កើតហ្នឹងចឹងខ្ញុំដាក់project /userហើយយើងចុច li មកដើម្បីចូល folder មួយនេះចឹងយើងបាននេះ project user /user ហ្នឹងហើយបន្តមកយើងធ្វើការ exit pwd នេះយើងចូលមកដល់ user ដើមយើងនឹងបង្ហាញ user ដែលយើងមាននេះតាមរយៈ command cat /etc/passwd យើងឃើញ user 01នៅក្រោម keyboard ហ្នឹងអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណឹង